សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនចុះសួរសុខទុក្ខវីរយុទ្ធជនដែលរងរបួសក្នុងសមរភូមិកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យដោយក្តីក្តុកក្តួលរំជួលចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងយប់ទាំងថ្ងៃនៅរសៀលថ្ងៃទី15ខែធ្នូម្សិលមិញនេះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកក្របាត់ក្រហមកម្ពុជាបានអញ្ជើញចូលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដីដែលរងរបួសក្នុងសមរភូមិកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនៅទុក្ខលំបាកព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ស្ថិតក្នុងក្តីក្តុកក្តួលនេះសម្ដេចគតិប្រិទ្ធបណ្ឌិតបាននាំនៅព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខនិងក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាពិសេសការកោតសរសើរស្ងប់ស្ងាយចំពោះទឹកចិត្តដ៏អង្អាចក្លាហានហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូបសូមឆាប់ជាសះស្បើយឡើងវិញវីរយុទ្ធជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបមានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដែលជាមេត្តាមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូបនិងសូមប្រសិទ្ធពរសម្ដេចគតិប្រិទ្ធបណ្ឌិតតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមនីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាចិនមានអាយុយឺនយូរជាម្លប់ដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជាជាដរាប